រាជធានីភ្នំពេញនៅរុស្ស៊ីថ្ងៃទី28ខែកក្កដាឆ្នាំ2026ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយមានការចូលរួមពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងលោកស្នងការរងតំណាងឯកឧត្តមស្នងការរាជធានីភ្នំពេញលោកស្រីអភិបាលខណ្ឌទាំង14ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនដោយសពមួយដងកិច្ចប្រជុំនេះតែងត្រូវបានរៀបចំឡើងជារឿយៗក្នុងគោលបំណងដើម្បីដកស្រង់បទពិសោធន៍និងលើកយកបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមកពិសេសគឺពិភាក្សារកនៅចំណុចខ្វះខាតសម្រាប់ធ្វើការកែលម្អធ្វើយ៉ាងណាឲ្យការចុះធ្វើប្រតិបត្តិការទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលបានដាក់ចេញនូវអនុសាសន៍ដឹកនាំជូនលោកស្រីអភិបាលខណ្ឌទាំង14ត្រូវបន្តយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការអភិវឌ្ឍឲ្យបានម៉ឺងម៉ាត់នៅអនុក្រឹត្យលេខ03ដោយណែនាំឲ្យម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរួមទាំងអស់ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឲ្យបានត្រឹមត្រូវរដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឲ្យកាន់តែសកម្មក្នុងការកំណត់មុខសញ្ញាសង្ស័យដើម្បីឈានដល់ការបង្ក្រាបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពហើយត្រូវធ្វើរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំខែមករដ្ឋបាលរាជធានីភ្នំពេញឲ្យបានទៀងទាត់ភ្ជាប់ជាមួយនឹងខ្លឹមសារនៃកិច្ចប្រជុំថ្ងៃនេះឯកឧត្តមអភិបាលក៏បានណែនាំដល់លោកស្រីអភិបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលខណ្ឌនិងយន្តការច្រកចេញចូលតែមួយសង្កាត់ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ